វាផុតទៅហើយវាផុតទៅហើយរស់គាត់នៅរស់គីគីនេះគឺជាអភូតហេតុនៃជីវិតហាហាដែលយើងនឹងចុះទៅក្នុងប្រវត្តិសាស្ត្រហាអាភ្ញាក់ឡើងសៀវជើមិនបានរត់ទេប្រយ័ត្នកុំធ្វើបាបគាត់តើអ្នកសុខទុក្ខយ៉ាងម៉េចខ្លះតើអ្នកសុខសប្បាយទេប្រសិនបើវាឈឺចាប់បន្តិចបន្តួចវាមានអារម្មណ៍ថាមានអ្វីមួយកំពុងឃុំម្ដងទៀតវាគ្រាន់តែជាស្នាមរបួសតូចមួយប៉ុណ្ណោះរមាប់មុខវាហើយវានឹងល្អនៅថ្ងៃស្អែកវាមិនមានបញ្ហាអ្វីធំដុំទេគាត់ឆ្លងនឹងប៉ារ៉ាស៊ីតពេលវេលាត្រូវតែដាច់ឆ្ងាយសម្លៀកបំពាក់តិចជាងនេះមិនសមហេតុសមផលនៅទីនេះនឹងដាច់ពីគ្នាខ្ញុំគិតថាអ្នកត្រូវទៅមន្ទីរពេទ្យផ្លូវចិត្តដើម្បីភាពឯកោខ្ញុំនឹងបោះអ្នកទៅក្នុងទន្លេហើយចិញ្ចឹមអ្នកឆ្កែអ្នកឃើញនៅទីនេះតើមានអ្វីកើតឡើងគ្រប់គ្រាន់ហើយក្មេងប្រុសតូចមិនអីទេនេះជាចុងបញ្ចប់នៃបញ្ហាច្រើនថែរក្សាបងប្រុសរបស់អ្នកកុំឲ្យគាត់និយាយដោយមិនសមហេតុសមផលទៅទៀតសត្វនេះមានន័យថាមានសារៈសំខាន់ណាស់សម្រាប់យើងត្រូវប្រាកដថាត្រូវបានអំដំណើរដោយសុវត្ថិភាពទៅទីក្រុងនៅថ្ងៃស្អែកអ្នកនឹងធ្វើឲ្យទីក្រុងទាំងមូលឈឺចាប់ដូចនេះគាត់ពិតជាត្រូវបានប្រែក្លាយទៅជាបិសាចដោយប៉ារ៉ាស៊ីតបិទអ្នកសត្វតូចខ្ញុំប្រាប់អ្នកថារឿងនេះសំខាន់ណាស់សម្រាប់គ្រួសារចៅរបស់យើងប្រសិនបើអ្នកហ៊ាននិយាយដោយមិនសមហេតុសមផលម្ដងទៀតខូម៉ាឈឺនឹងឆ្លើយនឹងអ្នកតោះយើងទៅសម្រាប់បងប្រុសរបស់ខ្ញុំថ្ងៃតិចតួចមានបញ្ហាអ្វីចំពោះអ្នកហេប្អូនប្រុសប៊ីតតូចនេះគឺរំខានពេករន្ធត់ស៊ឺម៉ាឆោថែរក្សាបងប្រុសរបស់អ្នកបើមិនដូច្នោះទេខ្ញុំនឹងមិនផ្ដល់ឲ្យគាត់នៅអាហារពេលល្ងាចនៅពេលយប់ទេឈៀវបេឈប់និយាយតោះទៅឈៀវបេតើអ្នកបានឃើញអ្វីខ្លះតើអ្នកភ័យពេកទេមុខរបួសនៅលើក្បាលរបស់អ្នកបងស្រីវាជាការពិតអ្នកជឿខ្ញុំក្មេងប្រុសពោះត្រូវបានដំឡើងឋានៈហើយគាត់នឹងក្លាយជាសត្វចម្លែកត្រូវតែដាច់ពីគ្នាឥឡូវនេះបើមិនដូច្នោះទេវាមិនត្រឹមតែជំរុំនេះទេមនុស្សជាតិទាំងអស់នឹងជួបបញ្ហាឈៀវបេតើអ្នកដឹងថាអ្នកកំពុងនិយាយអំពីអ្វីទេខ្ញុំដឹងខ្ញុំសូមបញ្ជាក់ថាមានមនុស្សជាង30នាក់ត្រូវបានបង្ហាញនៅក្នុង Channel Secret Realm Peace Cole ក៏បានស្លាប់នៅនឹងដៃរបស់គាត់ដែរជាង30យូឈីងយ៉ាងតើអ្នកដឹងរឿងនេះនៅឯណាហើយអ្នកមិនដែលទៅដល់ជម្រៅនៃធានអានស្វែងរករ៉ែរឿងនោះគឺខ្សោយបំផុតគ្រាន់តែបាញ់ពីរបីគ្រាប់ប៉ុណ្ណោះព្រោះវាជាឱកាសចុងក្រោយនិងជាឱកាសតែមួយគត់របស់យើងចប់ហើយសៀវបៃតើយើងមិននៅទីនេះដើម្បីបំផ្លាញអ្វីដែលនៅក្នុងដបនោះទេហេតុអ្វីអ្នកនៅទីនេះនេះគឺជាអន្តេវាសិកដ្ឋានរបស់ក្មេងប្រុសដែលរងរបួសសូមអញ្ជើញមកបុរសម្នាក់ដែលត្រូវបានដំឡើងឋានៈនឹងក្លាយជាសត្វចម្លែកគាត់ត្រូវបានគេផ្ដាច់ចេញជាបន្ទាន់សុខសប្បាយជាទេកូនតើមុខរបួសឈឺចាប់ខ្លាំងទេខ្ញុំមិនអីទេវាហាក់ដូចជាវាធ្ងន់ធ្ងរជាងអ្វីដែលខ្ញុំបានគិតទៅទៀតឈៀវបេតើយើងអាចមានកំហុសទេវាមិនអាចខុសទេបងប្រុសមិនដែលនិយាយទេបងស្រីសុំក្រឡេកមើលមួយផ្សេងទៀតមើលចុងក្រោយយើងត្រូវតែញែកប៉ារ៉ាស៊ីតឬវាចប់ដូច្នេះអ្នកចូលចិត្តរឿងនេះខ្ញុំស្អប់វាព្រះនៅក្នុងសត្វដែលមិនស្គាល់នេះបានរកឃើញប្រូតេអ៊ីនអង្គប់ដេប្រានសកម្មមួយចំនួនធំដែលមានឥទ្ធិពលរារាំងខ្លាំងដល់កោសិកម្មហារិកពិតជាឡើយចាំងមែនទេប្រសិនបើយើងយកគាត់ចេញទៅសិក្សាឈ្មោះរបស់យើងវាប្រកាសជាធ្លាក់ចុះនៅក្នុងប្រវត្តិសាស្ត្រអាហាពិតជាអស្ចារ្យណាស់ប៉ាគ្រួសារចៅរបស់យើងចិត្តនឹងឈរនៅលើកំពូលនៃពិភពលោកហាជួយស្ដីបន្ទោសខ្ញុំម្ដងទៀតពិតជាស្ដីបន្ទោសខ្ញុំម្ដងទៀតគាត់ដេញតាមយើងតើមានបញ្ហាអ្វីដែលស្គាល់ហើយនៅពាក់កណ្ដាលអាធ្រាត្រតើបិសាចអ្វីតើមានអ្វីខុសជាមួយបងប្អូនអ្នកតើអ្នកភ្ញាក់ផ្អើលទេឈួតវាជាមេដោះដែលជានិស្សិតឆ្លងគាត់បានអោនលើការផ្លាស់ប្ដូរពេញលេញសម្រាប់មិត្តស្រីរបស់គាត់ពេញមួយជីវិតរបស់ខ្ញុំគឺត្រឹមត្រូវរឿងនេះប្រមាញ់នៅពេលវាដឹងខ្លួនយើងត្រូវតែចេញពីទីនេះលោកមិកអ្នកបាននិយាយថាលីលីបានស្លាប់ហើយខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកតើវាអាចទៅរួចយ៉ាងដូចម្ដេចខ្ញុំបានឃើញគាត់នៅលើលីនឡានកន្លះម៉ោងមុនហើយគាត់នៅទីនោះ
មិត្តប្រុសរបស់គាត់ពិតជាមានការផ្លាស់ប្ដូរនិងគ្រប់ដណ្ដប់ដោយត្រសាល់សម្រាប់គាត់វាមិនមែនជាស៊ូមឆេងទេតើមានបញ្ហាអ្វីជាមួយអ្នកតើអ្នកណាជាធម្មតាដោះអង្តែនតើអ្នកជារដីយាវហឺអ្វីដែលខ្ញុំបាននិយាយគឺជាការពិតខ្ញុំមិនបានកុហកអ្នកទេវាពិតជាកំហុសរបស់ខ្ញុំខុសតើអ្នកខ្លាចជាមនុស្សបែបនេះយ៉ាងដូចម្ដេចតើនោះជាអ្វីគាត់នៅទីនេះគាត់ពិតជានៅទីនេះគាត់មិនចង់ស្លាប់យកគម្រប់គម្រត់តើអ្នកទាំងពីរកំពុងរត់ដើម្បីអ្វីទៅឆ្ងាយដូចអ្នកបានឃើញខ្មោចនៅឲ្យឆ្ងាយពីយើងអ្នកបិសាចតើអ្នកឈួតអំពីអ្វីគាត់បានមកអន្តេវាសិកដ្ឋានរបស់យើងនៅពាក់កណ្ដាលអាធ្រាត្រដើម្បីរំខានយើងឥឡូវនេះវាពិតជាមកដល់កាត់ប្រកិច្ចវាគ្រាន់តែរំខានខ្ញុំនិងមិត្តស្រីរបស់ខ្ញុំឈ្មោះយ៉ាស៊ីងប៉ារ៉ាស៊ីតនេះគួរឲ្យស្រឡាញ់ណាស់មនុស្សនេះច្បាស់ជាស្លាប់ហើយប៉ុន្តែរាងកាយត្រូវបានគ្រប់គ្រងដោយប៉ារ៉ាស៊ីតពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះតើអ្នកមានបញ្ហាគ្រប់គ្រាន់ទេអ្នកទើបតែលើកឡើងថាគាត់បានសម្លាប់មិត្តស្រីរបស់គាត់តើរាងកាយអ្នកឯណាតើអ្នកប្រកាសឬអត់តើមនុស្សពីរអ្នកនេះមិនឈរនៅពីមុខអ្នកទេតើអ្នកធ្វើឲ្យប្រសើរឡើងអ្នកណាបាននិយាយថាខ្ញុំបានសម្លាប់គាត់ហើយនិយាយថាខ្ញុំគឺជាបិសាចស៊ុនមេងឆេងហេតុអ្វីអ្នកមិនសរសេរប្រឡំលោកដោយការស្រមើស្រមៃរបស់អ្នកតើអ្នកស្លាប់អាចនៅរស់នឹងទាត់ដូចពួកយើងបានទេខ្ញុំគិតថាអ្នកជាមនុស្សម្នាក់ដែលត្រូវបានបំផ្លាញដោយសត្វល្អិតចម្លែកទៅជួបគាត់ពេលអ្នកមានពេលបងស្រីហួយចេងខ្ញុំស្គាល់អ្នកវិកលចរិតល្អពីរបីអ្នកប្រសិនបើអ្នកទំនេរសូមទៅមើលខួរក្បាលរបស់អ្នកគ្រាន់តែពោពេញទៅដោយសំហេតុសំផលនិងឆ្កួតពិតតែលើនេះខ្ញុំដឹងថាអ្នកមិនជឿខ្ញុំទេប៉ុន្តែការពិតគឺថាពួកគេទាំងពីរបានស្លាប់ហើយលះបង់ទាំងស្រុងនៅក្នុងសត្វចម្លែកពួកគេកំពុងធ្វើពុតដើម្បីបញ្ឆោតអ្នកចាប់តាំងពីអ្នកច្បាស់ណាស់ចុះភស្តុតាងវិញខ្ញុំយល់ហើយអ្នកគួរតែបង្ហាញភស្តុតាងសំខាន់មួយចំនួនប្រសិនបើវាញ៉ៃញ៉ៃខ្លះតើអ្នកគិតយ៉ាងម៉េចចំពោះខ្ញុំប៊ីតតូចតើអ្នកអាយុប៉ុន្មានហើយតើអ្នកមានមុខរបរអ្វីភស្តុតាងប្រភេទនេះ